บสู้ពុកម៉ែបងប្អូនថ្ងៃនេះមានកិត្តិយសណាស់ដែល BKA Gresini Racing Moto GP តែបានអញ្ជើញរូបខ្ញុំមកមើលទស្សនាការប្រណាំងម៉ូតូលើកដំបូង Moto GP 2025បងប្អូនចង់ដឹងថាកីឡាករគាត់ដើរទៅណាតោះតាមបានទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺជាថ្ងៃទី2ហើយអញ្ចឹងក៏ជាថ្ងៃដំបូងនៃការប្រណាំងម៉ូតូ GP ដែរខ្ញុំឃើញថាមានភ្ញៀវជាច្រើនអញ្ជើញមកទស្សនាចង់ដឹងថាថ្ងៃនេះមានអ្វីខ្លះទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាឥឡូវខ្ញុំចូលទៅកាន់ការ៉ាសរបស់ BKA Gresini Racing Moto GP ដើម្បីបង្ហាញវិទិដ្ឋភាពខាងក្រៅការ៉ាសវិញម្ដងឃើញថានៅពីលើការ៉ាសមានកន្លែងភ្ញៀវជាតិនិងអន្តរជាតិដែលពួកគាត់មកមើលការប្រណាំងម៉ូតូ GP ចង់ប្រាប់បងប្អូនថានេះជាកន្លែងសម្បត្តិ VIP ងាកមកនេះវិញម្ដងឥឡូវកីឡាករគាត់យកម៉ូតូមកដាក់តាំងបង្ហាញជាសាធារណៈមុនប្រណាំងដើម្បីឲ្យដៃគូសហការផ្សេងនិងអ្នកសារព័ត៌មានអ្នកគ្រប់គ្រងបានថតរូបផ្ទាល់ហើយជាផ្នែកមួយនៃទស្សនីយភាពនៃកម្មវិធីផងដែរបងប្អូនចង់ដឹងថាកីឡាករគាត់ដើរទៅណាតោះតាមបានទាំងអស់គ្នានេះបងប្អូនខ្ញុំមានឱកាសទទួលស្វាគមន៍និងសួរសុខទុក្ខពីកីឡាកររបស់ក្រុម BKA Gresini Racing Moto GP គឺលោក Alex ហើយខ្ញុំក៏បានសុំឲ្យគាត់និយាយពាក្យខ្លះទៅកាន់ fan កម្ពុជាដែលស្រឡាញ់និងចូលចិត្តការប្រណាំងម៉ូតូរបស់គាត់ Jam Rip Sur Cambodia, this is BK8 Gresini Racing MotoGP. Happy Mer New Year to all my Cambodian fans. ពេលនោះ Alex បានជូនអាវដែលជាក្រុមរបស់ BKA Gresini Racing Moto GP នៅលើអាវនោះមានហត្ថលេខារបស់គាត់ដែរបន្ទាប់ពីស្វាគមន៍ហើយ Alex គាត់ក៏ដល់ម៉ោងចេញទៅប្រណាំងម៉ូតូបងប្អូនដឹងថាក្រុមរបស់ BKA Gresini Racing Moto GP ឆ្នាំមុនគាត់ទទួលបានចំណាត់ថ្នាក់លេខ3អញ្ចឹងសង្ឃឹមថាឆ្នាំនេះគាត់នឹងទទួលបានចំណាត់ថ្នាក់លេខ1ហើយថ្ងៃស្អែកគឺជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្ររបស់គាត់អញ្ចឹងបងប្អូនកុំភ្លេចតាមដានវីដេអូបន្តវ៉ាវ Alex ធ្វើបានល្អមែនទែនចេញទៅប្រណាំងថ្ងៃដំបូងឥឡូវគាត់ទទួលបានចំណាត់ថ្នាក់លេខ2ខ្ញុំនិងក្រុមការងាររបស់គាត់ពិតជាត្រេកអរខ្លាំងមែនទែនឥឡូវនេះខ្ញុំចេញទៅក្រៅដើម្បីចាំទទួលគាត់មកវិញសិនអញ្ចឹងកុំភ្លេចថ្ងៃស្អែកតាមដានវីដេអូបន្ទាប់ជម្រាបលា